ទីបំផុតរឿងស្អប់ចំពោះលើបាយកាយបងប្អូនបាទសួស្តីបងប្អូនអរគ្នាបាទជាពិសេស fan រឿងស្អប់ចំពោះលើទាំងអស់គ្នាហើយឥឡូវនេះបាទរដ្ឋបានដឹងខ្លួនហើយបាទហើយក៏គេបានចងចាំឡើងវិញដែរហើយអាលីននោះគឺគេបានលេងមកអស់ដៃហើយបងប្អូនអរគ្នាបាទដោយសារតែគេបានដឹងពីចរិតអាលីនហើយបាទគឺអាលីននឹង fake ខ្លាំងមែនតើឥឡូវនេះគឺបាយកាយបងប្អូនបាទអញ្ចឹងរឿងស្អប់ចំពោះលើបាទភាគ42នេះគឺកាន់តែក្តៅហើយបងប្អូនបាទកាន់តែក្តៅទៅហើយបាទហើយរត់នោះក៏គេបានដឹងហើយដឹងថាសុវណ្ណហ្នឹងជាសង្សាររបស់គេហើយឥឡូវហ្នឹងបាទមិនដឹងថាសាច់រឿងទៅមុខទៀតយ៉ាងណាទេបងប្អូនបាទដោយសារតែឥឡូវហ្នឹងវាបីការហើយអញ្ចឹងបងប្អូនទាយមើលថាភាគទី43នឹងទៅជាយ៉ាងណាបងប្អូនអរគ្នាបាទបងប្អូនចូលរួមទូទាយទាំងអស់គ្នាមើលថា43ហ្នឹងបាទអាលីនឹងទៅជាយ៉ាងណាបាទហើយរត់ហ្នឹងអាចជួបមួយសវណ្ណមកបងប្អូនអរគ្នាបាទអញ្ចឹងហើយបាទយើងមានតែចាំអត់មើលទាំងអស់គ្នាថាភាគ43បាទអាចនឹងមកឆាប់នេះបងប្អូនអរគ្នាបាទ